ok chẳng anh ấy cứ back endសម្រាប់យើងកំណត់នៅក្នុង PA system របស់យើងមាន dashboard ហើយមាន user control ចឹង user control នេះយើងចង់ add user ថ្មីក៏បានដាក់ឈ្មោះមកusername អីគេ email អីគេ email នេះមិនបាច់ដាក់ក៏បានដែរហើយ password នេះដាក់8ខ្ទង់ដាក់ល្មិចក៏បានដែរហើយនេះតើតើនឹងកន្លែងយើងចង់បដូរព័ត៌មាន user ចង់ update password អីអានេះតើតើនឹង category មានអីគេមាន category ហ្នឹងនៅខាងលើនេះឥឡូវយើងចូលទៅ POS មកចុចលើនេះមកនេះចូលមក POS អញ្ចឹង category នេះតើតើនឹងខាងលើនេះមានអីគេមានមកចាំសប្តាហ៍អាហារពេលព្រឹកអីចឹងមកអញ្ចឹងយើងចង់ដូរទៅខ្មែរក៏បានតែចុចលើខ្មែរមកវាបដូរមកខ្មែរនេះអានេះមនុយប្រចាំសប្តាហ៍អញ្ចឹងនេះមនុយប្រចាំសប្តាហ៍វាមាន special ចេះអានេះទាំងអស់អាហារពេលព្រឹកគ្រឿងលក់ចៀនអាំងសម្លទឹកត្រីជ្រក់ភេសជ្ជៈឥឡូវយើងចូលមកក្នុងនេះវិញអញ្ចឹងនៅពេលដែលយើងបដូរនៅក្នុងនេះភាសាខ្មែរនៅក្នុងនេះវានឹង reload ទៅភាសាខ្មែរបើសិនជាយើង refresh អញ្ចឹង category ហ្នឹងយើងអាច add time ក៏បានឬក៏នេះអានេះដោយសារខ្ញុំមិនទាន់ដាក់រូបអញ្ចឹងយើងអាចដាក់រូបបានឡើយនេះយើងចង់ set រូបនៅក្នុងនេះក៏បានដែរអញ្ចឹងយើងអាច add រូបមកក៏បានឬក៏អត់ទេហើយតើតើនឹងបដាក៏ដូចគ្នាដែរនេះអញ្ចឹងបដាកន្លែងណាដែលមានពណ៌លឿងចេះគឺម្ហូបប្រចាំសប្តាហ៍នេះពេលយើងចូលមកក្នុងនេះមកវា load នេះយើងបើកចេះមកគឺមានន័យថាម្ហូបហ្នឹងគឺប្រចាំសប្តាហ៍ហ្នឹងហើយអានេះតើតើនឹងតម្លៃអញ្ចឹងអានេះបើមើលក្នុងបាយអញ្ចឹងវាអត់សូវជានេះទេយើងមើលនៅក្នុងប្រភេទដូច string វិញបានស្រួលពយល់ជាងឧទាហរណ៍ថាឥឡូវតកកឈូសអញ្ចឹងតកកឈូសយើងមានអីគេយើងមានកែវតូចកែវធំអញ្ចឹងណាឧទាហរណ៍នេះតម្លៃធម្មតា1រៀលកន្លះអញ្ចឹងបើសិនជាយើងចង់ add time មកយើងដាក់អីគេ small មកមានន័យថាយកកែវតូចຂະຫນាតអញ្ចឹងយើងដាក់ small មកអញ្ចឹង small យើងដាក់$1អញ្ចឹងមកហើយយើងចង់ add អីគេទៀតមានអីគេទៀតមួយ big មួយទៀតអញ្ចឹងយើងដាក់ធំបានយើងដាក់ធំ$2អញ្ចឹងមកឬក៏$1កន្លះចាហ្នឹងតាក់ទងនឹងសាយយើងសៀវចឹងមកអញ្ចឹងវាមានតម្លៃតាមសាយវាហើយបើសិនជាយើងចង់ add អាហ្នឹងទៅជាម្ហូបប្រចាំសប្តាហ៍យើងចុចឡើងនឹងដូចគ្នាមកយើងបើក turn on ឡើងនេះមកនេះហើយរូបយើងអាច update បានដូចគ្នាអញ្ចឹងយើង turn on ហើយយើងសៀវចឹងមកយើងចូលមកក្នុងនេះវិញយើងឃើញនេះយើង refresh មួយមកយកម្ហូបប្រចាំសប្តាហ៍មានតកកឈូសដែរអញ្ចឹងនៅពេលដែលយើងចុចបន្តឥឡូវយើងចង់ចុចយកអាមួយនេះអីគេកាទៀវអញ្ចឹង$2អញ្ចឹងយើងចង់បន្ថែមចំនួនយើងអាចចុចបូកដកអញ្ចេះក៏បានឬក៏ចុចចំកន្លែងលេខ1នេះមកវា pop up យើងចង់ដាក់ម៉ានបន្តឥឡូវយើងដាក់ជំរើសយកម៉ានយក5ចុចចេះមកហើយតាក់ទងនឹងកន្លែងតកកឈូសដោយសារយើងមិញយើងបាន add 2 3សាយនេះវាមាន small មានអីចឹងបើពេលយើងចុចកន្លែងតកកឈូសវានឹង alert ប្រាប់ថាមានប្រមាណយើងចង់យកមួយណានេះយើងចង់យក small ឬក៏big ឬក៏នេះអញ្ចឹងធំយក big ចឹងមកនេះតម្លៃនេះវាបញ្ជាក់ថាតកកឈូសកែវធំហើយយើងចូលមកក្នុងនេះវិញតើតើនឹង table setup គឺការ set up តុហើយ default របស់វាគឺ50 អញ្ចឹងយើងអាចលុបចេញក៏បានឬក៏តុទាំងអស់ហ្នឹងក៏បានតែមានន័យថាញ៉ាំនៅក្នុងឥឡូវយើងចេះយកមកខ្មែរវិញយកការរៀបចំតុនេះវិញអញ្ចឹងញ៉ាំនៅក្នុងនេះនៅហាងហ្នឹងមានតុលេខ1ដល់តុលេខ50អញ្ចឹងមកហើយតើតើនឹងខ្ចប់ទៅផ្ទះអានេះដាក់ខ្ចប់ទៅផ្ទះនេះគឺមានន័យថាភ្ញៀវគាត់ខ្ចប់ខ្លួនឯងអញ្ចឹងប៉ុន្តែគាត់អត់ចង់ញ៉ាំហ្នឹងគាត់ដាក់ខ្ចប់មកអញ្ចឹងមានដូចគ្នាយើងអាច edit បាន edit ឈ្មោះឬក៏ edit ថានៅទំនេររងចាំបងប្រាក់អីឬក៏មានភ្ញៀវទៅ
តែ default របស់វាគឺនៅទំនេរគឺ available ហើយតកតើនឹងអានេះគឺការដឹកជញ្ជូនអញ្ចឹងវាមាន3 layout ហើយអានេះគឺជាការកំងដែលយើងបានកំងហើយយើងមើលនៅក្នុងបានអាណា ready អាណា page អីចឹងមកហើយអានេះតកតើនឹងរបាយការណ៍អញ្ចឹងកន្លែងនេះទិន្នន័យទាំងអស់នេះគឺជាទិន្នន័យពិតប្រាកដដែលយើងអាចមើលបានហើយតកតើនឹងអានេះក៏ដូចគ្នាដែរមានទិន្នន័យប្រកបប៉ុន្តែតកតើនឹងgraph diagram នេះគឺវាអត់ពិតប្រាកដទេវាគ្រាន់តែ random ជា animation ឲ្យយើងមើលឯនេះយើងចូលចាំមកឃើញអញ្ចឹងអត់អញ្ចឹងយើងចុចទៀតវាគ្រាន់តែ random ឲ្យស្អាតទេហ្នឹងអូខេអានេះតកតើនឹងវេនវានឹងបញ្ចប់តកតើនឹងការយើងបិទនេះយើងចូលមកវេនទៅវេនពីណាគេមកចឹងដាក់ទឹកប្រាក់$1ហើយចុចបើកមកការបិទបើកបញ្ជីអញ្ចឹងនៅពេលដែលគាត់ចប់មកគាត់ចុចលេខហ្នឹងមកវាលួនប៊ូតុងបិទបញ្ជីវិញហើយអញ្ចឹងអានេះតកតឹងនឹងការកំណត់សិទ្ធិដូចជាកំណត់ logo នៅលើ invoice អញ្ចឹងឧទាហរណ៍ឥឡូវនេះតុកនេះវាអត់ទាន់មានរើសដាក់តុកណាទេអញ្ចឹងយើងអាចចុចពីកាយប័ត្របានទេតើយើងរើសសិនយើងចុចកន្លែងនេះមកយើងរើសយកតុកមកយើងយកញ៉ាំនៅទីនេះហើយយើងរើសតុកមកប៉ុន្តែ default របស់វាគឺនៅពេលដែលយើងចុចលើតុកណាមួយវានឹងអូតូចាប់ហើយឥឡូវខ្ញុំសម្អាតចេញសិនយើងដាក់ញ៉ាំទីនេះអញ្ចឹងយើងចុចតុកលេខ1វានឹងអូតូតុកលេខ1 default ហើយមិញហ្នឹងវាអត់ load ដោយសារតែយើងអត់បានរើសយកតុកមានន័យថាយើងចុចលើអាម្ហូបនេះអញ្ចឹងយើងអត់បាន select តុកណាអញ្ចឹងវាអត់ដឹងថាចូលតុកណាទេតើយើងចុចកន្លែងតុកសិនឧទាហរណ៍យើងយកតុកលេខ2មកហើយយើងចង់ select អីគេខ្លះអញ្ចឹងយើងចុច print មកអញ្ចឹងនៅពេលតែ print មកវាចេញទម្រង់ចេះអញ្ចឹងយើងអាចចុច print បានហើយប៉ុន្តែអានេះយើងអាចកំណត់បានយើងអានេះដោយសារលើ Mac តែបើលើ Windows យើងចង់ឲ្យចុច print ទៅវា print direct ឬក៏ចង់ឲ្យ load pop up ចេញអញ្ចឹងហើយចាំ print មួយតង់ទៀតក៏បានដែរអញ្ចឹងឥឡូវ refresh សិននឹងចូលមកនេះវិញនេះចឹងទៅពេលយើងចុច print គឺវា seal ទិន្នន័យនឹង auto ហើយដោយសារនៅក្នុងនេះយើងអត់មានដាក់ប៊ូតុង seal ទេប៉ុន្តែវាមានប៊ូតុង chicken អញ្ចឹងប៊ូតុង chicken ហ្នឹងអីគេប៊ូតុង chicken ហ្នឹងគឺមានន័យថានៅពេលដែលយើងកំង2 3មុខម្ហូបអញ្ចឹងយើងចុចទៅបន្តឥឡូវយើងរើសតុកសិនអូខេចាំតិចវាពងទាញទិន្នន័យនេះអញ្ចឹងនៅពេលដែលយើងបានអានេះតុកលេខ2ចុចតុកលេខ2វិញចុច2ដងគឺបានវាចូលមកក្នុងហ្នឹងដោយសារវាតុកហ្នឹងមានយើងចុចកំងអីមកហើយអញ្ចឹងអានេះនៅពេលយើងចុច chicken ឥឡូវខ្ញុំបើក chicken សិននេះ chicken ហ្នឹងគឺកន្លែងចក្រានអញ្ចឹងនៅពេលដែលគេចុចកំងអីមួយគឺយើងខាងចក្រានអាចចុច reply បានមានន័យថាម្ហូបណាកំពុងធ្វើចឹងទៅធ្វើរួចរាល់គឺចុច check មកនេះអានេះរួចរាល់នៅពេលដែលឆ្អិនយើងអាចចុចរួចរាល់ចេះមកអញ្ចឹងនៅពេលចុចរួចរាល់គឺនៅខាងនេះគឺឃើញរួចរាល់ដូចគ្នាឥឡូវយើង refresh សិនចូលមើលតុកលេខ2នេះវាដាក់ ready នេះអញ្ចឹងនៅពេលដែលយើងកំងអីទៀតអញ្ចឹងយើងចុចចេះមកហើយយើងកំងអីផ្សេងមកឧទាហរណ៍កំងយកនេះម្ដងនេះអញ្ចឹងយើងចុច chicken ដងទៀតមកវា send ទៅផ្ទះបាយហានេះវាយើងចង់ទុកក៏បានចង់ clear អញ្ចឹងក៏បានប៉ុន្តែនេះវាអត់បាត់ទេក៏យើងចូលមកម្ដងទៀតមកយើងចុចតុកលេខ2មកវា load ហើយប៉ុន្តែពេលយើងចូលវា clear សិនទេអត់អីទេអញ្ចឹងយើងចូលមក chicken មកយើង refresh មកនេះអញ្ចឹងឃើញអានេះទៅថែបមកមិញអូខេឥឡូវតាក់ទងនឹងការទូទាត់អញ្ចឹងយើងចុចកន្លែងបង់ប្រាក់វាមាន2ប៉ុន្តែ option នេះតើតើយើងទិញ API ជាមួយធនាគារថៅប៉ា charge $100ផ្សេងឯងអញ្ចឹងយើងមិនបាច់ប្រើវាក៏បានដែរអញ្ចឹងយើងយកសាច់ប្រាក់ធម្មតាមកអញ្ចឹងអានេះយើងអាចបញ្ចូលលុយខ្មែរក៏បានលុយដុល្លារក៏បានដែរ
ចឹងបើគាត់មានជាលុយខ្មែរយើង clear នេះចេញមកយើងសម្អាតចេញមកហើយយើងបញ្ចូលតលុយខ្មែរមកព្រោះឥឡូវអស់ប្រហែល10អានេះ$13អញ្ចឹងវាអស់ 54,000 អញ្ចឹងយើងអាចវាយមក 54,000 បានចឹងអានេះលុយអាប់គឺ00ចាឥឡូវបើយើងបន្ថែមយើងដាក់ 55,000 បញ្ជាក់នេះលុយអាប់ 1000 ដូចគ្នាអញ្ចឹងលុយអាប់វាលោតទាំងដុល្លារទាំងខ្មែរឲ្យយើងឃើញទេប៉ុន្តែវាតែមួយទេគាត់វា exchange ទេអានេះតាក់ទងនឹងការ discount អញ្ចឹងចង់ discount ឬក៏អត់ឥឡូវ clear នេះចេញសិនសម្អាតសិនអានេះក៏សម្អាតដែរអញ្ចឹងឧទាហរណ៍ឥឡូវតម្លៃប៉ុណ្ណា 13.5 ឥឡូវយើង discount $10 មក10% ឥឡូវនេះ 10% នេះវាមានភាគរយមានដុល្លារអញ្ចឹងយើងចង់ discount ជាដុល្លារក៏បានជាភាគរយក៏បានដែរអានេះភាគរយយើងអាចវាយលើនេះបានប៉ុន្តែយើងមិនមែនចុចតែមួយយើង double click 2 ដងឲ្យញាប់មកវាលោតឲ្យយើងវាយបានចុចឧទាហរណ៍ discount 25% អញ្ចឹងវាលោត 25% ចានេះគឺតម្លៃពេញអានេះតម្លៃដែល discount ហើយអញ្ចឹងគឺ discount ហើយវាសល់ប៉ុណ្ណេះ 25% សរុបប្រាក់ត្រូវបង់$10មកជុំនេះថា 13.5 បើយើង clear វា 13.5 54,000 discount 25% អូអានេះ$25ដែរ25% សិនចឹងដល់ពេលយើងចុច print ដូចគ្នាអាធីបនេះយើងមិនដាក់ទេយើងសម្អាតវាចេញបញ្ជាក់មកអញ្ចឹងយើងអត់តបញ្ចូលលុយទទួលទេអញ្ចឹងយើងអាចចុចអានេះបានគឺវាចាប់យកតម្លៃនឹងបោះចូលហើយចុចបញ្ជាក់មកចានេះវា slow សារអត់ដោតម៉ាស៊ីន print បើដោតម៉ាស៊ីន print បានវាដើរលឿន